នៅក្នុងភូមិខ្មែរដ៏ស្ងប់ស្ងាត់មួយព្រះអាទិត្យរះលើសាលារៀនតូចមួយដែលហុំព័ទ្ធដោយវាលស្រែសត្វស្លាបបន្លឺឡើងហើយសំណាញ់កូនសិស្សសាលាបានបន្លឺឡើងពីចម្ងាយសិស្សទី1លោកគ្រូនៅទីនោះហើយតោះប្រញាប់សិស្សទី2គាត់តែងតែមកលឿនខ្ញុំឆ្ងល់ថាតើគាត់ធ្លាប់គេងឺអត់លោកគ្រូសុភ័ក្រជាគ្រូបង្រៀនជាទីគោរពឈរនៅមាត់ទ្វារស្វាគមន៍សិស្សម្នាក់ៗដោយស្នាមញញឹមនិងសប្បាយរីករាយលោកគ្រូសុភ័ក្រអរុនសួស្ដីតារាត្រៀមខ្លួនរៀនអ្វីថ្មីហើយឬនៅតារាសិស្សបាទលោកគ្រូខ្ញុំយកសៀវភៅកត់ត្រាមកហើយនៅខាងក្នុងថ្នាក់រៀនគឺសាមញ្ញកើអីឈើក្តារខៀននិងពន្លឺថ្ងៃតាមបង្អួចចូលស័យសិស្សទី3លោកគ្រូតារុកជាតិដុសយ៉ាងដូចម្ដេចលោកគ្រូសុភ័ក្រឆ្លើយថាសំណួរល្អណាស់តោះចេញទៅរកមើលសិស្សដើរតាមលោកគ្រូសុភ័ក្រទៅកាន់សួនច្បារហើយគាត់លុតជង្គង់បង្ហាញរុកជាតិដុសពន្លកតូចមួយដល់ពួកគេលោកគ្រូសុភ័ក្រកូនតូចនេះខំធ្វើការក្រោមដីដូចជាត្រូវធ្វើជាមួយនឹងការសិក្សានៅក្រោមដើមឈើធំមួយសិស្សានុសិស្សជួបជុំគ្នាហូបបាយថ្ងៃត្រង់ចែករំលែកបាយម្ហូបឲ្យគ្នាទៅវិញទៅមកនិងសើចលេងសប្បាយសិស្សទី4សួរលោកគ្រូតើអ្នកចង់បានផ្លែស្វាយទេលោកគ្រូសុភ័ក្រតើតែឯងមិនខ្ញុំច្រៀងឲ្យសោះភ្លៀងធ្លាក់ភ្លាមជំនួសឲ្យការភ័យស្លន់ស្លោសិស្សនិងគ្រូបានប្រែក្លាយវាទៅជាគ្រាដ៏រីករាយសិស្សទី1តោះរំលែងជាមួយភ្លៀងធ្លាក់លោកគ្រូសុភ័ក្រកុំលេងច្រើនពេកវាត្រជាក់ណាស់អ្នករំលែងតិចបានហើយក្រោយមកថ្នាក់រៀនក៏ស្ងប់ស្ងាត់សិស្សទាំងអស់គ្នាផ្ដោតលើគំនូរនិងការអានរបស់ពួកគេខណៈពេលដែលភ្លៀងកំពុងធ្លាក់មកលើដំបូលសិស្សទី2ខ្សឹបខ្ញុំចង់ក្លាយជាគ្រូបង្រៀនដូចគាត់នៅថ្ងៃណាមួយសិស្សម្នាក់កំពុងអាហារថ្ងៃត្រង់របស់ពួកគេហើយសិស្សម្នាក់ទៀតផ្ដល់អាហារពាក់កណ្ដាលរបស់ពួកគេដោយមិនស្ទាក់ស្ទើរសិស្សទី3នេះជារបស់ខ្ញុំយកវាពាក់កណ្ដាលចុះខ្ញុំអាចចែករំលែកឲ្យអ្នកបានលោកគ្រូសុភ័ក្រនោះជាមេរៀនសំខាន់បំផុតនៅថ្ងៃនេះពេលថ្ងៃរៀបលិចលោកគ្រូសុភ័ក្រដើរទៅផ្ទះកាត់វាលស្រែទាំងញឹមដោយក្តីរីករាយប្រចាំថ្ងៃលោកគ្រូសុភ័ក្រថ្ងៃល្អជាថ្ងៃដែលសម្រេចបាននៅការបង្រៀនបានយ៉ាងល្អពេលខ្លះវាមិនមែនជារឿងធំដែលធ្វើឲ្យជីវិតមានន័យនោះទេវាជាពេលវេលាដ៏សាមញ្ញចែករំលែកដោយយកចិត្តទុកដាក់ការសន្ទនាសិស្សទាំងអស់រួមគ្នាអរគុណលោកគ្រូសុភ័ក្រ